if the wound is not too big ចា like my bandage can cover the wound I go on the wound ចាគាត់ថាបើសិនបើរបួសហ្នឹងវាមិនអាយ៉ះធំណាវាមិនដាច់ធំទេអញ្ចឹងយើងអាចរុំបានគឺយើងរុំពីលើរបួសហ្នឹងទៅ but if the wound would be like really big I need to tie a buff ចាប៉ុន្តែបើរបួសខ្លះឃើញខ្ទេចខ្ទីបាក់បែកកន្លែងនឹងឈាមមករហូតហ្នឹងយើងអត់រុំលើហ្នឹងទៀតទេគឺយើងមករុំនៅអាមុខហ្នឹងចាកន្លែងមុខរបួសខាងមុខហ្នឹង let's say it's a small wound but still a lot of blood ចាប៉ុន្តែឥឡូវនិយាយរឿងរបួសដែរប៉ុន្តែរបួសទូចដែលយើងអាចរុំពីលើហ្នឹងបានគឺយើងរុំបែប if I have a bandage like this I can use the bandage and another bandage to put on the wound ចាបើសិនបើគាត់មានប្រដាប់រុំបែបហ្នឹងគឺគាត់នឹងប្រើរុំសកត់បែបហ្នឹងរឹតឲ្យតឹងចារឹតឲ្យតឹង really strong pressure ចារឹតឲ្យតឹងទីលោកគ្រូលេងដៃនឹងស្ពឹកហើយចា yeah because we want to close the blood ចាព្រោះយើងឥឡូវហ្នឹងគឺយើងផ្ដោតទៅលើឈាមកំពុងតែបាញ់ you can even turn the bandage like this ចាគឺយើងរុំបែបហ្នឹងយើងអាចមុខធ្វើមិនក៏ដោយឲ្យវាជួយប្រឈប់ឈាមហ្នឹងព្រោះមានអារម្មណ៍មិនដែរដៃស្ពឹកទេចាហ្នឹងហើយព្រោះឈាមវាលេងរត់អញ្ចឹងណា if you keep it longer the hand will not get enough blood ចាអញ្ចឹងបើសិនបើទុកកាន់